ចំនួនទី13 CSFF ឆ្លុះបង្ហាញពីពន្លកយុវផលិតករដែលបានដកដាលពីមហោស្រពភាពយន្តខ្លីចតុមុខនិងបានដើរប្រមូលពានពីឆាកអន្តរជាតិកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខបានបើកចំនួនទី13របស់ខ្លួនជាផ្លូវការដោយបញ្ចាំងភាពយន្តខ្លីៗពីភាពយន្តសម្រាប់ប្រកួតនិងការសម្ដែងសម្ដាលព្រមទាំងសម្ដែងពិសេសនិងការចាក់បញ្ចាំងភាពយន្តខ្លីមួយចំនួនកម្មវិធីបើកមហោស្រពភាពយន្តខ្លីចតុមុខបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានិងមានការចូលរួមពីសំណាក់សមិទ្ធករវ័យក្មេងនិងអ្នកស្រឡាញ់ភាពយន្តទាំងក្នុងនិងក្រៅប្រទេសនៅថ្ងៃបើកជាផ្លូវការនៃការបញ្ឆេះម៉ាស៊ីនបញ្ចាំងភាពយន្តចំនួនទី13នេះលោកសុំស៊ីថែនបានគូសបញ្ជាក់ពីការនាំយកនៅការចាក់បញ្ចាំងពិសេសនៃស្នាដៃភាពយន្តអ្នកស្នងអាគាររបស់ផលិតករភាពយន្តដែលបានដកដាលនិងបានប្រសូតចេញពីមហោស្រពមកលើកទឹកចិត្តនិងបង្ហាញប្រាប់ផលិតករវ័យក្មេងទាំងឡាយអំពីកាដូពន្លកផលិតភាពយន្តចេញពីមហោស្រពភាពយន្តខ្លីចតុមុខហើយគោលដៅធំក្នុងការបើកមហោស្រពដើម្បីប្រកាសថាយើងបានជ្រើសរឿងដើម្បីចាក់បង្ហាញក៏ដើម្បីដាក់ប្រកួតទាំងក្នុងស្រុកទាំងក្រៅស្រុកជាពិសេសរឿងខ្លីក្រោម30នាទីដែលយើងគិតថាការណាធ្វើកម្មវិធីនឹងកើតឡើងឲ្យមានការប្រកួតឲ្យមានការបង្ហាញគឺយើងលើកដំកើងស្នាដៃថ្មីរបស់យុវជនយើងបាទឬក៏សមត្ថករភាពយន្តថ្មីបាទអូខេមានមហោស្រពក្នុងស្រុកផ្សេងទៀតដែរមែនទេមហោស្រពភាពយន្តណាពួកខ្ញុំខុសគេត្រង់ណាទី1ផ្ដោតតែលើរឿងខ្លីយើងអត់ច្បល់មួយរឿងវែងរឿងស្អីណានៃភាគអីអត់ទេខ្លី30នាទីចុះទី1ទី2យើងឯករាជ្យទាំងការរៀបចំឯករាជ្យទាំងគេហៅថាមូលបត់ស៊ីមទៅដល់អ្នកធ្វើយើងអត់កំណត់ទាំងតើរឿងនេះនិយាយពីវប្បធម៌រឿងនេះនិយាយពីការអប់រំអត់ទេគាត់បញ្ចេញអស់កំណត់ស្នាដៃឬសិល្បៈដល់អញ្ចឹងកាលណាយើងនិយាយសិល្បៈមួយរីចម្រើនតើយើងកុំដាក់កំហិតឲ្យគាត់បើយើងនៅដាក់កំហិតអូខេវាត្រឹមជាវប្បធម៌តែបើយើងបន្តឲ្យគាត់បញ្ចេញអញ្ចឹងនៅនេះយើងបន្តឲ្យគាត់បញ្ចេញតែបើចង់ដឹងទៅមើលរឿងទាំង5ហ្នឹងគឺផ្លាប់ដៃគ្នាទាំងអស់បាទតិចទៀតដឹងចូលទៅក្នុងវគ្គកម្មវិធីហ្នឹងគឺយើងមានចេតនាចង់បញ្ជាក់ថា2019អ្នកសហដឹកនាំរឿងហ្នឹង Co-director ហ្នឹងជាជ័យលាភីរបស់យើងតែពិតជ័យលាភី2ឆ្នាំ2017 2019អញ្ចឹងឥឡូវគាត់ធ្វើរឿងវែងហើយរឿងវែងនេះមិនមែនគាត់ថាធ្វើរឿងវែងចោលទេគឺគាត់បានការលក់ទៅក្រៅស្រុកហើយជាប់ពានរង្វាន់ក្រៅស្រុកទៀតហើយរឿងវែងទី1របស់គាត់ទៀតអញ្ចឹងយើងចង់បញ្ជាក់ថាដោយសារចតុមុខធ្វើឲ្យគាត់បានជួបជាមួយដៃគូផលិតរបស់គាត់វិនិយោគិនរបស់គាត់ហើយកើតទៅជាការចរន្តដូចថាអាជីពរបស់គាត់ដែលល្អប្រសើរអញ្ចឹងទៅទៀតយើងនឹងបង្ហាញហ្មងថាគាត់មិនឆ្លងកាត់មិនហើយអាហ្នឹងខ្ញុំអត់ហ៊ាននិយាយថាអូមកស្របជួយមិនទេតែមើលនឹងផ្នែកខ្លួនឯងយើងយល់សម្រាប់ផលិតករភាពយន្តនិងជាអ្នកដឹកនាំរឿងល្បីៗលោកមុនីកណ្ដារងបានក្លាយជាគណៈកម្មការដាក់ពិន្ទុយ៉ាងសុក្រិតនៅក្នុងឆ្នាំនេះលោកបានសម្លឹងឃើញពីគុណភាពនៃផលិតករវ័យក្មេងជំនាន់ក្រោយដែលបានចូលរួមដាក់ពាក្យប្រកួតស្នាដៃរបស់ខ្លួនជាមួយមហោស្រពបាទខ្ញុំឈ្មោះមុនីកណ្ដារងខ្ញុំគឺជាផលិតករឯករាជ្យម្នាក់ហើយក្នុងកម្មវិធីចតុមុខមហោស្រពភាពយន្តចតុមុខនេះខ្ញុំគឺជាគណៈកម្មការដាក់ពិន្ទុភាពយន្តម្នាក់ដែរបាទនិយាយទៅគឺយើងមានកត្តាច្រើនដែលយើងរៀបចំក្នុងការដាក់ពិន្ទុហ្នឹងរួមមានដូចជាសាច់រឿងការដឹកនាំរឿងផ្នែកតួសម្ដែងហើយនឹងបច្ចេកទេសផ្សេងដូចជាប្លង់ថតហើយនឹងអីនឹងជាដើមគឺយើងបានបូកបញ្ចូលវាហើយយើងបានដាក់ពិន្ទុហើយតែម្យ៉ាងទៀតក៏យើងត្រូវវិភាគទៀតថាការ topic របស់គាត់ហ្នឹងគឺមានប្រយោជន៍ហើយក៏ដូចជាថាថ្មីអត់សម្រាប់ទស្សនិកជនយើងបាទខ្ញុំឃើញថាសន្ទុះក្នុងការដាក់ផលិតដាក់ភាពយន្តដើម្បីចូលរួមក្នុងការប្រកួតឆ្នាំនេះមានការកើនឡើងច្រើនខ្លាំងដោយសារតែយើងឃើញមានយុវផលិតករយើងថ្មីជាច្រើនដែលគាត់ស្នាដៃទី1របស់គាត់អីមែនតែអ្នកខ្លះបានជាប់មកចូលរួមប្រកួតដល់លក្ខណៈថាវគ្គជំរុញចុងក្រោយផងក៏មានដែរបាទហើយយើងឃើញមានថាលក្ខណៈថាចម្រុះប្រភេទនៃសាច់រឿងរបស់យើងមានភាពចម្រុះមែនតើដែលមានទាំងលក្ខណៈទៅមនោចេតនាក៏ដូចជារឿងរន្ធត់រឿងអីជាដើមខ្ញុំគិតថាគឺជាការល្អមួយយើងឃើញវាជាសញ្ញាមួយបង្ហាញថាវិស័យភាពយន្តយើងហ្នឹងកំពុងតែរីកចម្រើនមែនតើហើយមានយុវជនយើងជាច្រើនចាប់អារម្មណ៍ក្នុងការផលិតភាពយន្តណាខ្លីបាទនិយាយទៅតាមខ្ញុំសង្កេតមើលផ្ទាល់ខ្ញុំឃើញថាវាមានចម្រុះហ្មងអ្នកដែលចូលរួមប្រកួតហ្នឹងគឺគាត់មានគាត់អ្នករៀនខ្លួនឯងខ្លះហើយអ្នកខ្លះទៀតគាត់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗដោយសារយើងអត់មានសាលាភាពយន្តដែលថាពេញទីយើងមួយយើងមានសាលាភាពយន្តខ្លះដែរតែក៏មិនថាបើកសម្រាប់ទូទៅដែរអញ្ចឹងគាត់យើងឃើញថា
ពួកគាត់ហ្នឹងគឺមកពីប្រភពផ្សេងគ្នាហើយខ្ញុំគិតថាវាគឺជាការសប្បាយចិត្តដោយសារតែអ្នកឆ្លងកាត់សាលាហើយអ្នកអត់ឆ្លងកាត់សាលាអ្នកដែលគាត់រៀនផ្ទាល់អ្នកដែលគាត់អនុវត្តអីជាដើមអាការគិតរបស់គាត់ការអីហ្នឹងគឺខុសគ្នាអញ្ចឹងភាពយន្តដែលគាត់បង្កើតដែលគាត់ធ្វើឡើងមកហ្នឹងគឺមានភាពចម្រុះមែនតើហើយមានភាពដូចថាប្លែកជាច្រើនបាទនិយាយទៅខ្ញុំបានមើលភាពយន្តខ្លីៗមួយចំនួនហើយអត់ទាំងអស់ទេប៉ុន្តែខ្ញុំឃើញថាមិនមែនមានតែមួយគឺមានច្រើនដែលថាគឺយើងមិនស្មានតែពួកគាត់នៅក្មេងឬមួយក៏គាត់ក្មេងខ្លាំងទេប៉ុន្តែជាភាពយន្តទី1របស់គាត់តែគាត់ធ្វើបានល្អមែនតើហើយជាពិសេសក្នុងការទាំងបច្ចេកទេសទាំងការគាត់លក្ខណៈថាប្រាប់សាច់រឿង tell storytelling ហ្នឹងគឺមានភាពច្នៃប្រឌិតប្លែកមែនតើបាទហើយរឿងខ្លះទៀតខ្ញុំមិនអាចបំភ្លេចបានហ្មងគឺមានរូបភាពខ្លះដែលយើងមិនអាចបំភ្លេចបានពេលយើងមើលរឿងគាត់ហើយនឹងគឺជាអ្វីដែលខ្ញុំតែងតែភាគច្រើនខ្ញុំគិតថាអូតើតែភាពយន្តដែលល្អអីស្នាដលក្ខណៈថា international អីហ្នឹងបាទយើងគិតថាវាអាចមានអញ្ចឹងប៉ុន្តែខ្ញុំឃើញថាយុវជនយើងគាត់អាចផលិតសាច់រឿងបានល្អដែលថាធ្វើឲ្យយើងមិនអាចភ្លេចបានអីខ្ញុំពិតជារំភើបមែនតើ ចំពោះការប្រកួតនៅក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខលើកទី13នេះខ្សែភាពយន្តខ្លីដែលបានជាប់ជាជម្រើសនិងទទួលបានប្រាក់រង្វាន់រួមមានដូចជាជ័យលាភីភាពយន្តខ្លីលេខ1ក្នុងស្រុកទទួលបានប្រាក់រង្វាន់$1000ជ័យលាភីភាពយន្តខ្លីលេខ2ក្នុងស្រុកទទួលបានប្រាក់រង្វាន់$500ជ័យលាភីភាពយន្តខ្លីអន្តរជាតិទទួលបានរង្វាន់$300រីឯពានរង្វាន់4ផ្សេងទៀតគឺពានរង្វាន់ភាពយន្តខ្លីក្នុងស្រុកដែលបានបោះឆ្នោតដោយទស្សនិកជនពានរង្វាន់ខ្លីភាពយន្តអន្តរជាតិដែលបានបោះឆ្នោតដោយទស្សនិកជនពានរង្វាន់គណៈវិនិច្ឆ័យភាពយន្តក្នុងស្រុកនិងពានរង្វាន់គណៈវិនិច្ឆ័យភាពយន្តអន្តរជាតិគោលរំលឹកថាសម្រាប់ចំនួនទី13នេះមហោស្រពភាពយន្តខ្លីចតុមុខទទួលបានភាពយន្តខ្លីសរុបចំនួន259ចំណងជើងមកពី12ប្រទេសនិងសម្រាំងយកតែ57រឿងដើម្បីប្រកួតនិងចាក់បញ្ចាំងដល់ទស្សនិកជនដែលនៅក្នុងនោះភាពយន្តខ្លីក្នុងស្រុកសម្រាប់ប្រកួតមានចំនួន5រឿងនិងភាពយន្តខ្លីបរទេសសម្រាប់ប្រកួតមានចំនួន9រឿង